កូនបានទាំងចំណេះបានទាំងលុយអានឹងយើងចំពោះអ្នករស់ស៊ីទេបើបងប្អូនមានអាជីវកម្មទាំងអាជីវកម្មបែបគ្រួសារឬក៏អាជីវកម្មបែបក្រុមហ៊ុនអញ្ចឹងយើងឲ្យកូនជួយការងារយើងការងារតូចតាចការងារកែកំប៉ុកដូចជាគាត់ជួយការងារយើងដែរប៉ុន្តែអ្វីដែលបានមកវិញនោះគឺគាត់បត់ពិសោធន៍ដែលគាត់បាននៅក្នុងការងាររបស់គាត់នៅសាលាមានបរិញ្ញាបត្រទេបងប្អូនឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងថាក្មេងអាយុកូនខ្ញុំអាយុ7ឆ្នាំអាយុ13ឆ្នាំគាត់ជួយរៀបចំឯកសារទិញលក់ម៉ូតូអញ្ចឹងទៅគាត់បាន$5គាត់និយាយជាមួយភ្ញៀវគាត់បិទការលក់ជាមួយនឹងភ្ញៀវគាត់បាន$10ទៅ$20អានឹងបទពិសោធន៍ជីវិតរបស់គាត់ណាយើងអត់បានឲ្យលុយគាត់ទៅ free ទេប៉ុន្តែគាត់ធ្វើការណាអញ្ចឹងគាត់ដឹងថាតម្លៃលុយគាត់ដឹងរបៀបបបនិយាយជាមួយភ្ញៀវគាត់ដឹងរបៀបនៃការធ្វើលិខិតស្នាមអញ្ចឹងគាត់បានទាំងលុយគាត់បានទាំងបទពិសោធន៍ក្នុងជីវិតរបស់គាត់តែសាលាមានបរិញ្ញាបត្រទេការធ្វើអាជីវកម្មដែលមិនមានអ្នកបរិញ្ញាបត្រទេបងប្អូនត្រូវចាំថាគាត់នៅក្មេងមែនគាត់មានអ្វីដែលត្រូវរៀនច្រើននៅសាលាទៅតងអាជីវកម្មទៅតងអីផ្សេងគឺភាគច្រើនមិនសូវមានបរិញ្ញាបត្រទេប៉ុន្តែគាត់រៀនជាមួយនឹងយើងគឺអនុវត្តជាក់ស្ដែងបាទអនុវត្តជាក់ស្ដែងហើយគាត់បានទាំងចំណេះគាត់បានទាំងលុយអញ្ចឹងគាត់យល់ទៀតថាលុយមិនមែនបានដោយស្រួលទេបានមកដោយការលំបាកបានមកដោយការធ្វើសេវាកម្មជាមួយនឹងភ្ញៀវបានមកជាមួយនឹងការប្រឹងប្រែងការផ្ទៀងផ្ទាត់ដែលខិតស្នាមការធ្វើអ្វីៗសពបែបសពយ៉ាងដើម្បីលក់អាជីវកម្មដើម្បីលក់របស់របរប្រើប្រាស់ដើម្បីជាថ្នូរជាមួយនឹងប្រាក់ចំណូលអញ្ចឹងការរកប្រាក់ចំណូលការកសាងអាជីវកម្មការទិញដូរការបិទការលក់គាត់រៀនបន្តិចទៅតាំងពីគាត់នៅក្មេងទៅអញ្ចឹងគាត់កាន់តែធំទៅចំណេះដឹងបទពិសោធន៍គាត់កាន់តែរីកទៅក៏ប៉ុន្តែបើសិនជាយើងវិញនិយាយចំគឺចាស់ទៅហើយអញ្ចឹងបើគាត់រៀនពីក្មេងទៅថ្ងៃក្រោយគាត់អាចជំនួសដៃជំនួសជើងយើងបានបើសិនជាបងប្អូនមានអាជីវកម្មទៅគ្រួសារអញ្ចឹងឲ្យគាត់ជួយតិចទៅអាហ្នឹងហាក់ដូចជាការប្រើទី1ហាក់ដូចជាការអនុវត្តផ្ទាល់ជាក់ស្ដែងតិចតួចទៅគាត់ជំនួសដៃជំនួសជើងយើងបានបើបងប្អូនមានជាក្រុមហ៊ុនក៏ឲ្យគាត់នាំគាត់ទៅក្រុមហ៊ុនឲ្យគាត់មើលឯកសារតិចតួចឲ្យគាត់រៀនពីបុគ្គលិកផ្សេងតិចតួចចឹងទៅកុំឲ្យគាត់រៀនច្រើនពេកអាហ្នឹងមិនមែនជាការធ្វើអាជីវកម្មទៅលើកុមារទេគឺជាការបង្រៀនគាត់ឲ្យដឹងឲ្យយល់ជួយការងារឲ្យដឹងថាតម្លៃលុយដឹងថាការងារហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េចឪពុកម្ដាយរស់ស៊ីពិបាកយ៉ាងម៉េចក្រុមហ៊ុនដំណើរការពិបាករស់ស៊ីយ៉ាងម៉េចលុយដែលគាត់ចាយទៅមិនមែនបានមកដោយស្រួលទេអញ្ចឹងគាត់នឹងយល់ថាអ្វីជាការឆ្លោះដូរជាមួយនឹងការបានលុយគឺការប្រឹងប្រែងការធ្វើការរកស៊ីអញ្ចឹងគាត់យល់ថាលុយដែលយើងឲ្យគាត់ទៅមិនឲ្យដោយស្រួលមិនឲ្យដោយងាយអញ្ចឹងថ្ងៃក្រោយគាត់យើងចង់ទុកគេអាកោឲ្យគាត់ក៏គាត់ដឹងថាលុយកាក់គេអាកោក៏មិនមែនបានមកដោយងាយដែរបើសិនជាគាត់ចាំតែអ្វីស្រួលចាំតែស្រាប់អញ្ចឹងថ្ងៃក្រោយគាត់អត់យល់ទេបើមានលុយទាំងប្រមាណគាត់ចាយទាំងអស់ទៅប៉ុណ្្នឹងគាត់អត់ដឹងថាពិបាករកលុយមិនពិបាកទេអញ្ចឹងកូនណាដែលធ្លាប់ឲ្យស្រួលយើងឲ្យ1000ចាយ1000 2000ចាយ2000ថ្ងៃក្រោយយើងឲ្យ$100000ក៏ចាយអស់$100000ដែរអញ្ចឹងបងប្អូនអានឹងចំណេះដឹងតិចតែយើងបរៀនកូនអញ្ចឹងកូនកាន់តែយល់គាត់ក៏បានលុយខ្លះជៀសវាងថាឲ្យគាត់ចាយស្រួលអញ្ចឹងក្មេងតែចាយស្រួលគឺចាយស្រួលរហូតនឹងអត់ដឹងថាពិបាកយ៉ាងម៉េចទេលុយកាក់យ៉ាងម៉េចទេបាទអរគុណច្រើន